Sustain អ្នកគ្នាថ្ងៃនេះខ្ញុំមានមេរៀនថ្មីចែករំលែកបន្តទៀតហើយគឺរបៀបផុសវីដេអូលើ YouTube កំណត់ម៉ោងគឺកំណត់ម៉ោងអ្នកគ្នាតែអ្នកគ្នាដឹងថាក្នុង YouTube អាចកំណត់ម៉ោងយើងផុសបានណាឧទាហរណ៍ថាអ្នកគ្នាត្រូវការចេញទៅខេត្តឆ្ងាយឬក៏ទៅហូបការគេអញ្ចឹងណាឬក៏កន្លែងការគេអត់មានសេវាអញ្ចឹងដោយសារតែអ្នកគ្នាត្រូវមួយថ្ងៃផុសវីដេអូមួយអញ្ចឹងមួយថ្ងៃមកផុសវីដេអូមួយអញ្ចឹងអ្នកគ្នាទៅខេត្តអត់បានផុសអញ្ចឹងនេះគ្នាអាចកំណត់ម៉ោងផុសទុកឲ្យហើយអញ្ចឹងណាអញ្ចឹងក្នុង YouTube ហ្នឹងគឺគេអាចកំណត់ម៉ោងផុសបានណាគ្នាឧទាហរណ៍ថាអ្នកគ្នាចង់ផុសម៉ោងចង់ផុសពីលើនឹងស្អែកឡើងផុសក៏បានខាងស្អែកក៏បានអញ្ចឹងវាលក្ខណៈការកំណត់ម៉ោងផុសក៏វាល្អដែរគ្នាឧទាហរណ៍ថាដូចខ្ញុំអញ្ចឹង YouTube ខ្ញុំចេះតែផុសម៉ោង6រហូតអញ្ចឹងណាយើងដាក់កំណត់ម៉ោងផុសហើយ YouTube គឺលក្ខណៈថាវារុញឲ្យអ្នកមើលច្រើនដែរអញ្ចឹងណាអញ្ចឹងអត្ថប្រយោជន៍នៃការកំណត់ម៉ោងផុសក៏វាល្អអាចជួយឲ្យ channel យើងរីកអញ្ចឹងណាឲ្យ YouTube វារុញវីដេអូយើងណាព្រោះយើងកំណត់ម៉ោងផុសត្រឹមត្រូវអញ្ចឹងណាអញ្ចឹងតើអ្នកគ្នាកុំឲ្យផាតពេលយូរមកដឹងពីរបៀបកំណត់ម៉ោងផុសលើ YouTube ទាំងអស់គ្នាអញ្ចឹងអ្នកគ្នាមកចូល YouTube អ្នកគ្នាមកអញ្ចឹងឧទាហរណ៍ថានេះជា YouTube អ្នកគ្នាហើយអ្នកគ្នាចង់ផុសកំណត់ម៉ោងឧទាហរណ៍ថាថ្ងៃទី13អ្នកគ្នាចង់ថ្ងៃទី14នៅម៉ោង6បានវីដេអូនឹងផុសអ្នកគ្នាអាចកំណត់បានឥឡូវអ្នកគ្នាចូលមកចូលញ៉ាំបូនអញ្ចឹងអ្នកគ្នារើសវីដេអូឧទាហរណ៍ថានេះវីដេអូរបស់អ្នកគ្នាអញ្ចឹងអ្នកគ្នាសួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមានកម្មវិធីហើយកន្លែងនេះខ្ញុំអត់រ៉ាយរ៉ាប់អីច្រើនទេចំណងជើងអីទេគឺខ្ញុំគាត់ថាចង់បញ្ជាក់អ្នកគ្នាកន្លែងដែលយើងអាចកំណត់ម៉ោងផុសបានតែកន្លែងហ្នឹងទេអ្នកគ្នាអញ្ចឹងខ្ញុំចង់ឲ្យវីដេអូនេះវែងអញ្ចឹងណាទីមកឲ្យគាត់ថាខ្ញុំចង់ថាបញ្ជាក់កន្លែងកំណត់ម៉ោងផុសទេអញ្ចឹងអ្នកគ្នាពេលអ្នកគ្នាផុសវីដេអូហ្នឹងហើយអ្នកគ្នាជួយពាក្យថានេះលទ្ធភាពមើលឃើញចុចលើហ្នឹងហើយអញ្ចឹងតបមកអ្នកគ្នាមើលចុះក្រោមហើយអ្នកគ្នាបងមើលនេះការវិភាគអញ្ចឹងអ្នកគ្នាចុចមើលការវិភាគមករួចមកអ្នកគ្នាចុចលើហ្នឹងមកចុចឡើងថ្ងៃទី14អញ្ចឹងថ្ងៃខ្ញុំធ្វើវីដេអូនេះថ្ងៃទី13អញ្ចឹងខ្ញុំចង់ឲ្យវីដេអូខ្ញុំផុសហ្នឹងថ្ងៃទី14អញ្ចឹងអ្នកគ្នាចុចលើថ្ងៃទី14ហ្នឹងមកនេះហើយចុចពីថាយកព្រមអញ្ចឹងខ្ញុំចង់ឲ្យវីដេអូហ្នឹងផុសថ្ងៃទី14នៅម៉ោង6:00អញ្ចឹងអ្នកគ្នាចុចលើលេខ12នេះរួចហើយអូសយកលេខ6មកហើយអានោះខ្ញុំអត់អ្នកចុចលើលេខ002ហ្នឹងមកដើម្បីយើងទីវាអញ្ចឹងអ្នកគ្នាចុចម៉ោង6:00ទៅហើយមែនអញ្ចឹងអ្នកគ្នាអាចអញ្ចឹងអ្នកខ្ញុំចាក់ឡើងនេះទី AM នេះពេលព្រឹកអញ្ចឹងខ្ញុំចង់ឲ្យវីដេអូហ្នឹងផុសនៅម៉ោងថ្ងៃទី14ម៉ោង6:00នៅពេលយប់ពេលល្ងាចអញ្ចឹងយើងចុច PM មកហើយចុច PM ហើយអ្នកគ្នាចុចថាពាក្យ You Pro មកអញ្ចឹងពេលអ្នកគ្នាចុច You Pro នឹងហើយគ្នាថយមកវិញថយកន្លែងនេះថយឡើងនឹងវិញមកពេលហើយអ្នកគ្នាចុចពាក្យថាបង្ហោះមកអញ្ចឹងពេលអ្នកគ្នាចុចពាក្យបង្ហោះហើយវានឹងដើរហើយសូមបញ្ជាក់អ្នកគ្នាពេលវាដើរឲ្យវាដើរអស់បានដល់ថ្ងៃទី14ហ្នឹងវាលោតឲ្យមានថាយើងកំណត់ថ្ងៃហើយវាអត់ទាន់ដើរពេញហងហើយរួចរាល់ទេគឺវាអត់ទាន់រួចរាល់ចាំវាដើរពេញដូចឲ្យយើងផុសវីដេអូផ្ទាល់យកមកណាគ្នាអញ្ចឹងនេះខ្ញុំផុសថ្ងៃទី13អញ្ចឹងវីដេអូហ្នឹងផុសឡើងនៅថ្ងៃទី14នៅម៉ោង6:00ល្ងាចអញ្ចឹងអ្នកគ្នាអញ្ចឹងរបៀបកំណត់ម៉ោងផុសលើវីដេអូលើ YouTube ហ្នឹងគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាអញ្ចឹងអ្នកគ្នាអាចធ្វើតាមវិធីខ្ញុំបានគឺយើងងាយទេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេគ្នាជួបគ្នានៅវីដេអូក្រោយបាយ